ចាហេតុអីបានជាស្ត្រីយើងមានក្លិនគឺពិបាកហើយវាជះអត្តពលដល់យើងហ្មងចាខ្ញុំនិយាយពីក្លិនកាលណាយើងមានក្លិនមានអារម្មណ៍ថាយើងធ្វើដំណើរទៅណាដូចអត់ស្រឡះខ្លួនណាចាខ្លាចគេធំក្លិនហើយបើនិយាយពីដើរវិញដូចត្បៀតអត់ហ៊ានដើរវិលះនិយាយចេះបងប្អូនអរគ្នាហើយករណីហ្នឹងជួបច្រើនជាពិសេសបងប្អូនស្ត្រីយើងដែលគាត់តែងតែមានក្លិនពេលដែលគាត់មករដូវឬក៏ចិត្តមករដូវឬក៏ករណីដែលជាពិសេសករណីដែលគាត់នៅជាមួយនឹងគ្រួសារគាត់ហើយគឺមានក្លិនតែម្ដងចាហើយក្លិនហ្នឹងគឺសម្បូរវាមានស្ថានខុសៗគ្នាចាបើសិនជាករណីគាត់មានមេរោគផ្សិតផងឬក៏ដូចជាប្រភេទកាមរោគមានធ្លាក់សពណ៌លឿងពណ៌ខៀវដូចទូផងក្លិនខ្លះគឺស្អុយយកមែនតែនហ្មងចាអញ្ចឹងបងប្អូនអ្នកគ្នាតាក់ទងមួយក្លិននេះវាមិនមែនជារឿងមួយដែលយើងសប្បាយចិត្តប្រហែលនឹងមានវាទេព្រោះដោយសារករណីក្លិនគឺវាជាករណីជំងឺចាវាមិនមែនស្ត្រីយើងធម្មតាសុកក៏វាមានក្លិនដែរតែក្លិនវាបែបមិនសូវអាក្រក់ទេតែបើសិនជាមានស្ថានដែលថាយើងជះដល់ចំពោះយើងហើយឬក៏អ្នកដតីគាត់ធំហើយបានន័យថាវាមានបញ្ហាណាមួយដែលយើងត្រូវយកចិត្តទុកដាក់ទៅលើការសម្អាតនិងអនាម័យចាអញ្ចឹងបងប្អូនអរគ្នាខ្ញុំឆ្លងមកនិយាយពីរឿងទឹកអនាម័យគឺសំខាន់បំផុតសម្រាប់ស្ត្រីយើងនៅក្នុងការលាងសម្អាតថែរក្សាការពារបំបត្តិក្លិនឬក៏កម្ចាត់ចោលមេរោគបាក់តេរីផ្សិតទាំងឡាយណាដែលវាធ្វើឲ្យរមាស់ក្លិនហើយវាទៅជារលាកកាហាយផ្សារហូតដល់មេរោគខ្លះក៏វាទៅបង្ករលាកទ្វារមានរលាកមាត់ស្បូនអីផ្សេងអញ្ចឹងខ្ញុំក៏ឆ្លើយមកសំណួរទៀតថាហេតុអីបានជាទឹកអនាម័យមានច្រើនប្រភេទការពិតទឹកអនាម័យនៅលើទីផ្សារមានច្រើនណាស់ទឹកអនាម័យខ្លះគេបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់ជារៀងរាល់ថ្ងៃខ្លះទៀតអត់ប្រើរាល់ថ្ងៃទេខ្លះទៀតក៏ប្រើសម្រាប់ក្នុងតួនាទីផ្សេងដូចទឹកអនាម័យរបស់ SP មានច្រើនតែខ្ញុំយក4ប្រភេទនេះមកបង្ហាញបងប្អូនអរគ្នានេះគឺជាប្រភេទទឹកអនាម័យថែទាំការពារសម្រាប់អ្នកអត់មានការបង្ករោគអីរ៉ាំរ៉ៃទេគាត់អនាម័យធ្វើឲ្យស្វាមីគាត់មានសំណើមក្លិនល្អបំបត្តិរមាស់បំបត្តិស្ងួតកាហាយផ្សាបំបត្តិរលាកអីផ្សេងអញ្ចឹងប្រើឲ្យគឺមានផាសុខភាពហើយល្អខ្លាំងមែនទែនចានេះគឺជាទឹកអនាម័យជំរុញឲ្យមានកូនសម្រាប់អ្នកចង់បានកូនពិបាកមានកូនអីហ្នឹងចាហើយប្រភេទនេះគឺប្រភេទទឹកអនាម័យព្យាបាលវិញបងប្អូនណាដែលមានការបង្ករោគរ៉ាំរ៉ៃដូចជារលាកមាត់ស្បូនឬក៏ធ្លាក់សធ្ងន់ធ្ងរអីហ្នឹងបងប្អូនត្រូវតែមកចាប់អារម្មណ៍ប្រភេទទឹកអនាម័យកម្ចាត់មេរោគបានន័យថាអាហ្នឹងយើងមានជំងឺចាហើយនេះគឺបង្អាក់ការមានកូនបានន័យថាអ្នកណាដែលគាត់អត់ទាន់ចង់បានកូនយើងប្រើដើម្បីបង្អាក់កុំឲ្យយើងនឹងមានកូនអញ្ចឹងណាអញ្ចឹង4ប្រភេទនេះគឺពិសេសមែនទែនព្រោះជាប្រភេទទឹកអនាម័យដែលយើងបង្កើតឡើងក្រោមរូបមន្តស្តង់ដារវេជ្ជសាស្ត្រហើយធម្មជាតិសរីរាង្គ 100% គឺ